មកមើលពីវិធីនៃការពន្យាអាយុកាលនៃការប្រើប្រាស់ motor អូសទាញកង់របស់ម៉ាស៊ីន excavator ឲ្យបានយូរអង្វែងតើយើងមានវិធីអ្វីខ្លះដើម្បីឲ្យ motor អូសទាញកង់ធ្វើការបានយ៉ាងពេញប្រសិទ្ធភាពនិងអាយុកាលយូរអង្វែងជំរាបសួរខ្ញុំបាទសុតចន្ទថនជួបជាមួយខ្ញុំក្នុងកម្មវិធីដៃគូមើលថែម៉ាស៊ីនសម្រាប់ថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីវីដេអូការផ្លាស់ប្ដូរប្រេងនិងការសម្អាតដំណទៅយកប្រេង motor អូសទាញកង់របស់ម៉ាស៊ីន excavator ស៊េរី KX91 BSX ការប្រើប្រាស់ motor excavator ដោយមិនមានការផ្លាស់ប្ដូរប្រេងរបស់ motor អូសទាញកង់ឲ្យបានត្រឹមត្រូវនឹងធ្វើឲ្យ motor មានការសឹកនៅពេលកើតមានការសឹកនឹងធ្វើឲ្យ motor មានការអូសទាញខ្សោយហើយអាយុកាលនៃការប្រើប្រាស់ក៏ខ្លីផងដែរវិធីការផ្លាស់ប្ដូរប្រេងនិងសម្អាតដំណទៅយោ motor អូសទាញកង់មានលំដាប់លំដោយដូចតទៅនេះ 1. ត្រូវចតម៉ាស៊ីន excavator ក្នុងទីតាំងដែលរាបស្មើហើយបង្វិល motor ឲ្យប៊ូឡុងបង្ហូរប្រេងបែរចុះមកក្រោមហប់ 2. មុននឹងចាប់ផ្ដើមបញ្ឆេះដំណើរការបន្ថែទាំត្រូវទម្លាក់ឧបករណ៍ចុះហើយពង្លត់ម៉ាស៊ីនគ្រប់ពេល 3. ប្រើសោតាន់ធ្វើការមួលដោះប៊ូឡុងខាងលើមុនដើម្បីធ្វើការច្រាបសម្ពាធបន្ទាប់មកយើងធ្វើការមួលដោះប៊ូឡុងខាងក្រោមហើយធ្វើការបង្ហូរប្រេងចេញពី motor អូសទាញកង់ឲ្យអស់ 4. មួលដោះប៊ូឡុងកណ្ដាលចេញដើម្បីឲ្យប្រេងហូរបានលឿន 5. ពេលបង្ហូរប្រេងអស់ហើយត្រូវមួលប៊ូឡុងខាងក្រោមចូលវិញឲ្យណែនល្អ 6. ចាក់ប្រេងថ្មីចូលរហូតដល់ប្រេងឃ្លាចេញពីប៊ូឡុងកណ្ដាលហើយធ្វើការមួលប៊ូឡុងទាំងពីរចូលវិញឲ្យបានណែនល្អការធ្វើការសម្អាតដំណទៅយោ motor អូសទាញកង់ទាំងសងខាង 1. ធ្វើការដោះក្បាំងការពារដំណទៅយោ motor អូសទាញកង់ទាំងសងខាងចេញបន្ទាប់មកធ្វើការសម្អាតដីខ្សាច់ដីភក់ដែលកកជាប់នៅលើ motor ឲ្យបានស្អាតដើម្បីការពារការកើតនៅកំណកច្រេះនិងការសឹកចំណុចគួរប្រុងប្រយ័ត្នក្នុងការផ្លាស់ប្ដូរប្រេង motor អូសទាញកង់ 1. ពេលម៉ាស៊ីនក្តៅយើងត្រូវធ្វើការដោះប៊ូឡុង motor អូសទាញកង់ខាងលើមុនជានិច្ចហាមដោះប៊ូឡុងខាងក្រោមមុនព្រោះមានសម្ពាធអាចបង្កជាគ្រោះថ្នាក់ដល់យើងបាន 2. មុនពេលធ្វើការមួលប៊ូឡុងសោតាន់ត្រូវធ្វើការឆ្កឹះដីចេញឲ្យអស់ដើម្បីការពារទ្រក់ប៊ូឡុង 3. ការផ្លាស់ប្ដូរប្រេង motor អូសទាញកង់ចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរ motor ទាំងសងខាងចំណុចចំណាំ 1. រយៈពេលនៃការផ្លាស់ប្ដូរប្រេងគឺ 50 ម៉ោងដំបូងនិងរៀងរាល់ 500 ម៉ោង 2. ប្រេងដែលត្រូវប្រើគឺប្រេងលេខ 90 ចំណុះប្រេងរបស់ motor អូសទាញកង់គឺ 0.5 លីត្រសម្រាប់ម៉ាស៊ីន excavator ស៊េរី KX91 BSX ហើយអាចប្រែប្រួលទៅតាមស៊េរីរបស់ម៉ាស៊ីន excavator មួយៗបាទឃើញទេថាវិធីការបដូរប្រេងនិងសម្អាតដំណទៅយកប្រេង motor អូសទាញកង់គឺជាវិធីដែលងាយៗយើងអាចធ្វើវាបានដោយខ្លួនឯងប្រសិនបើមានការសង្ស័យអាចសាកសួរមក comment ខាងក្រោមបានយើងខ្ញុំនឹងធ្វើការឆ្លើយតបរាល់សំណួររបស់លោកអ្នកអរគុណសម្រាប់ការចូលរួមទស្សនាវីដេអូរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាក្នុងការប្រើប្រាស់ម៉ាស៊ីន excavator ប្រកបដោយប្រសិទ្ធភាពនិងអាយុកាលប្រើប្រាស់យូរអង្វែងសូមកុំភ្លេចចុច like ចុច share ដើម្បីកុំឲ្យខកខាននៅវីដេអូល្អៗពីគូបតាសូមអរគុណ